សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Cloud and Rainbow ឥឡូវនេះយើងមកបន្តភាគទី3របស់រឿង Super Jin បន្ទាប់ពីបានលើនៅសំណួរ Hansen គ្រាន់តែងក់ក្បាលតែប៉ុណ្ណោះ Su Xiaoqiao មិនចង់ជឿថានរណាម្នាក់អាចនឹងសម្លាប់សត្វដ៏សាហាវនេះតែម្នាក់ឯងយ៉ាងច្រើននៅក្នុងពេលដ៏ខ្លីបែបនេះបាននោះទេប៉ុន្តែនៅទីនេះគាត់ពិតជាមិនបានឃើញនរណាម្នាក់ផ្សេងទៀតនៅឡើយ Hansen បាននិយាយឡើងថាតើអ្នកចង់ទិញវាខ្លះដែរឬទេវាមានតម្លៃ$1000 level នៅក្នុងមួយក្បាលគាត់គិតក្នុងចិត្តថាតម្លៃនេះគឺមិនថ្លៃនោះទេប៉ុន្តែគាត់ចង់លក់វាឲ្យបានច្រើនបំផុតពីព្រោះគាត់ពិតជាមិនអាចទទួលបានពិន្ទុចំណូលពីវាក្នុងចំនួនច្រើនបែបនេះនោះទេហើយគាត់ក៏មិនអាចមានផ្លូវដឹកជញ្ជូនវាយកទៅវិញទាំងអស់នោះដែរ Su Xiaoqiao ភ្ញាក់ផ្អើលនឹងតម្លៃនេះជាការពិតវាពិតជាតម្លៃដ៏ទាបយ៉ាងខ្លាំងពីព្រោះសត្វកណ្តុកលឿនគឺជាសត្វដែលពិបាកក្នុងការប្រមាញ់មនុស្សជាច្រើនមិនបានប្រថុយក្នុងការធ្វើវាទេហេតុនេះតម្រូវការពិតជាខ្ពស់ហើយមនុស្សជាច្រើនពិតជាមិនទាន់បានទទួលពិន្ទុចំណូលពីវានោះឡើយបើអាចនាំយកទៅលក់បានមួយក្បាលអាចមានតម្លៃដល់ទៅ$2000ឬក៏អាចឡើងដល់$3000ក៏ថាបានយល់ឃើញបែបនេះហើយគាត់ក៏បានតបយ៉ាងលឿនខ្ញុំនឹងយកវាទាំងអស់តើវាមានចំនួនប៉ុន្មានក្បាលទៅ Hansen រីករាយនៅពេលដែលដឹងថាគាត់អាចលក់វាបានដោយជោគជ័យប៉ុន្តែវាពិតជាមិននៅសេសសល់ខ្លះសម្រាប់ខ្លួនគាត់នោះទេដោយសារតែគាត់ក៏មិនទាន់ទទួលបានពិន្ទុពីវាដូចគ្នាប៉ុន្តែទោះជាយ៉ាងណាក៏ដោយវាមិនមានបញ្ហាអ្វីនោះទេការរកអតិថិជនមួយឲ្យបានវាគឺជាការល្អសម្រាប់គម្រោងនៅក្នុងការលក់សត្វដែលគាត់បានបំផ្លែងជាសត្វផ្លាស់ប្ដូរនៅពេលក្រោយគាត់បានតបថាទាំងអស់វាមានចំនួន43ក្បាលហើយគាត់នឹងគិតនៅក្នុងតម្លៃ40000សម្រាប់ការសហការគ្នាជាលើកដំបូងរបស់ពួកគេSu Xiaoqiao បានដកក្រដាសប្រាក់100000ហើយហុចទៅឲ្យ Hansen ដោយនិយាយថាសាកសពសារទាំងអស់នេះគឺជាតំណែងដ៏ល្អគាត់នឹងទិញវានៅក្នុងតម្លៃ50000ឯ50000ទៀតគាត់ចាត់ទុកជាថ្លៃកក់តំណែងលើកក្រោយកុំបារម្ភគាត់ពិតជាមានលុយហើយ100000នេះគឺមិនច្រើននោះទេជាការពិតប្រសិនបើសាកសពលើកក្រោយជាសត្វផ្លាស់ប្ដូរគាត់នឹងចំណាយបន្ថែមទៀតផងដែរត្រូវហើយឈ្មោះរបស់ខ្ញុំគឺ Su Xiaoqiao ខ្ញុំស្នាក់នៅជំរំពាក្យដែកបន្ទប់លេខ10/46តែឯងមានឈ្មោះអ្វីហើយខ្ញុំអាចទៅរកឯងនៅពេលក្រោយនៅឯណាបាន Hansen បានទទួលលុយភ្លាមនិងបានកោតសរសើរពីភាពសប្បុរសរបស់គេគាត់បាននិយាយថាខ្ញុំពិតជាមើលមិនដឹងទេថាអ្នកជាអ្នកមានដល់ពេលដែលខ្ញុំត្រូវទៅហើយចាំថាដុល្លារគឺជាអ្វីដែលខ្ញុំខ្វល់ទៅបានហើយនៅពេលដែលខ្ញុំត្រូវការខ្ញុំនឹងទៅរកលោកដោយខ្លួនឯងថាហើយគេក៏ចាក់ចេញទៅSu Xiaoqiao នៅតែបន្តស្រែកទៅកាន់គេថាអ្នកត្រូវតែមករកខ្ញុំនៅពេលដែលអ្នកចង់លក់អ្វីមួយខ្ញុំនឹងចាំទិញវាជានិច្ចចាំថាលុយគឺមិនសំខាន់នោះទេសម្រាប់ខ្ញុំបន្ទាប់ពី Hansen បានចាក់ចេញទៅ Xiaoqiao ពិតជាមិនដឹងថាត្រូវយកសាកសពទាំងអស់ដ៏ច្រើនទៅវិញដោយរបៀបណានោះទេគាត់មិនចង់ទុកវាចោលដោយសារតែគាត់ខ្លាចនរណាម្នាក់បានឃើញនិងលួចយកវាប៉ុន្តែគាត់គ្មានជម្រើសទេគាត់គ្រាន់តែអាចយកវាមួយចំនួននិងប្រញាប់នាំគ្នាមកយកវានៅពេលក្រោយឲ្យអស់ឲ្យបានលឿនតែប៉ុណ្ណោះក្រឡេកមកមើល Hansen នៅពេលដែលចេញពីទីនោះបានឆ្ងាយបន្តិចដោយមិនទាន់ចេញផុតពីច្រឡំ Jeffer នោះទេគាត់ក៏បានប្រមាញ់សត្វកណ្តុកល្បឿនលឿនដែលនៅសេសសល់ប៉ុន្មានក្បាលផងដែរសម្រាប់បន្ទុកចំណូលរបស់គាត់ហើយនៅពេលនេះគាត់ពិតជាបានដឹងច្បាស់ពីសមត្ថភាពរបស់ព្រលឹងសត្វអាវក្រោះមាសជាពិសេសរបស់គាត់ពិតជាគិតក្នុងចិត្តថាគាត់នឹងបន្តទៅប្រមាញ់សត្វ Copernicus ឬហៅថាសត្វធ្មេញទង់ដែងមួយក្បាលនិងយកវាទៅបំផ្លាញពីលំដាប់សែនបុព្វកាលឲ្យទៅជាលំដាប់សែនផ្លាស់ប្ដូរក្រឡេកមកមើលក្នុងច្រឡំភ្នំ Jeffer វិញសមាជិកក្រុមម្នាក់បាននិយាយទៅកាន់ Xiaoqiao តែមិនជឿថាដុល្លារម្នាក់នោះគ្រាន់តែនិយាយអួតតែប៉ុណ្ណោះខ្ញុំយល់ថានេះជាសកម្មភាពរបស់ក្រុមមួយហើយដុល្លារគ្រាន់តែត្រូវគេចាត់ឲ្យនៅដោះស្រាយសាកសពទាំងនោះតែប៉ុណ្ណោះ Xiaoqiao មិនប្រកាសចិត្តចំពោះរឿងនេះទេប៉ុន្តែគាត់ពិតជាមិនបានមកទាន់ការប្រយុទ្ធណាមួយឡើយនៅពេលដែលគាត់មកដល់គ្រប់យ៉ាងបានបញ្ចប់ទៅហើយគាត់បានឃើញតែដុល្លារម្នាក់ប៉ុណ្ណោះសមាជិកគ្រប់គ្នាពិតជាមិនមានអ្នកណាម្នាក់បានជឿថាដុល្លារបានធ្វើរឿងនេះតែឯងនោះទេមកមើល Hansen នៅពេលដែលគាត់បានមកដល់ទីតាំងដែលត្រូវប្រមាញ់គាត់មិនអាចរកឃើញសត្វ Copernicus ដែលនៅដាច់តែឯងនោះទេហេតុនេះគាត់គិតថានឹងប្រមាញ់ក្រុមមួយវងដែលមានចំនួនតិចជាងគេជាការពិតសត្វធ្មេញទង់ដែងនេះគឺពិតជាមិនមានល្បឿនលឿនដូចជាសត្វកណ្តុកលឿនទេប៉ុន្តែវាពិតជាមានកម្លាំងខ្លាំងនិងមានភាពរឹងមាំជាងតែទោះជាយ៉ាងណាក៏ដោយ Hansen នៅតែអាចសម្លាប់វាបានបន្ទាប់ពីសត្វ Copernicus ចំនួន2បានសម្លាប់ Hansen មានការភ្ញាក់ផ្អើលនៅពេលដែលគាត់បានដឹងថាគាត់បានទទួលព្រលឹងសត្វមួយពីវាគាត់ពិតជារីករាយពីព្រោះក្រៅពីព្រលឹងសត្វអាវក្រោះមាសដែលគាត់ទទួលបានដោយចៃដន្យពី Black Petal ដែលត្រូវបានបំផ្លាញដោយ Crystal ខ្មៅនោះព្រលឹងសត្វមួយនេះជាព្រលឹងសត្វដំបូងរបស់គាត់នៅក្នុងការប្រមាញ់ Hansen បានកោះហៅវានិងបានដឹងថាវាជាប្រភេទអាវុធដែលមានឈ្មោះថាលំពេងអត្ថច័ន្ទដែលយោងតាមការសិក្សាខ្លះៗរបស់គាត់ក៏បានប្រើប្រាស់នៅក្បាច់ស្នៀតលំពេងមួយចំនួនជាការកំសាន្តផងដែរ
Hansen ពិតជាធ្លាប់បានស្គាល់អាវុធមួយនេះពីព្រោះគាត់បានដឹងថាមានអ្នកធ្លាប់ទទួលព្រលឹងសត្វចេញពីសត្វ Cockroach ប៉ុន្តែគាត់មិនដែលបានឃើញនិងកាន់វាដោយផ្ទាល់នោះទេបន្ទាប់ពីនោះគាត់បានប្រមាញ់មួយក្បាលទៀតដែលធ្វើឲ្យវារងរបួសធ្ងន់និងយកវាទៅកាន់ជំរំវិញគាត់ក៏មិនភ្លេចរកកន្លែងដើម្បីដកយកអាវក្រមាទុកវិញផងដែរមុននឹងទៅជំរំដោយសារតែគាត់មិនចង់ឲ្យអ្នកណាម្នាក់បានឃើញនិងដឹងអំពីអត្តសញ្ញាណពិតរបស់គាត់នោះទេកាន់មកដល់ច្រកចូលនៅជំរំវិញមានយុវជនម្នាក់កំពុងតែធ្វើដំណើរដោយលីសត្វ Cockroach ដែលមានរបួសនិងចងដល់ចំណងនៅលើស្មារបស់គាត់គឺជា Hansen នឹងឯងគាត់កំពុងតែចូលទៅក្នុងនៅខណៈនោះក៏មានក្រុមក្មេងទំនើងមួយក្រុមបានធ្វើដំណើរដែលមានគ្នារាប់សិបនាក់កំពុងតែជិះនៅលើព្រលឹងសត្វប្រភេទយានជំនិះមួយដែលគេហៅថាថ្មភ្នំខ្ពស់និងកំពុងតែចេញពីជំរំដំណើរគ្នាផងដែរនៅក្នុងចំណោមព្រលឹងសត្វថ្មភ្នំខ្ពស់ទាំងអស់មានសត្វថ្មភ្នំខ្ពស់មួយដែលមានរូបរាងប្លែកជាងគេនិងមើលទៅមានអំណាចជាងគេដោយសារតែវាជាប្រភេទសត្វកម្រផងដែរហើយនៅលើសត្វនោះត្រូវបានជិះដោយមេក្រុមរបស់ពួកគេដែលមានឈ្មោះថាបត្រាឋានសួគ៌គាត់បានក្រងឈុតពាក្យដែកនិងមានដាវក្រហមឈាមដ៏ធំមួយនៅលើខ្នងរបស់គាត់នៅក្នុងជំរំពាក្យដែកនេះមានក្រុមក្មេងទំនើងចំនួន3ក្រុមហើយមេក្រុមរបស់ពួកគេគឺជាអ្នកខ្លាំងប្រចាំជំរំពាក្យដែកនេះឯងពួកគេថែមទាំងព្យាយាមបញ្ចប់ការវិវត្តលើកទី1នេះដោយប្រើបន្ទុកចំណោទឈាមពិសិដ្ឋទៀតផងរំពេចនោះក្បួនរបស់ពួកគេបានឈប់ភ្លាមហើយសម្លេងវាយប្រហារមួយយ៉ាងខ្លាំងបានលាន់ឡើងក៏លេចទៅមើល Hansen គេបានដួលទៅនឹងដីនិងបានធ្វើឲ្យសត្វ Cockroach ធ្លាក់ពីលើស្មាទៅដីផងដែរអាវរបស់គាត់បានដាច់រហែកនិងខ្នងរបស់គាត់ឡើងប៉ោងដោយសារតែត្រូវបានវាយប្រហារបត្រានៃឋានសួគ៌បានសួរដោយកំណាចថាតើអ្នកណាបានលក់សត្វមួយនេះទៅឲ្យអាហ្វ្រិកជាការពិតគ្រប់គ្នាបានដឹងថាបត្រាឋានសួគ៌បានព្យាយាមតាមក្បែរ Chin Suan ហើយគាត់បានធ្វើបាប Hansen យ៉ាងខ្លាំងដោយសារតែគេបានធ្វើឲ្យ Chin Suan រងនូវក្តីអាម៉ាស់កាលពីមុន Hansen ពិតជាខឹងយ៉ាងខ្លាំងប៉ុន្តែគេបានត្រឹមតែតបថាគេជាអ្នកប្រមាញ់វាដោយខ្លួនឯង Hansen គិតថាបុគ្គលម្នាក់នេះគឺពិតជាខ្លាំងនិងមានអំណាចម្នាក់បើទោះបីជាគេសម្លាប់គាត់ក៏គេមិនមានទោសអ្វីធ្ងន់នោះដែរហេតុនេះគាត់ត្រូវតែអត់ធ្មត់ពីព្រោះគាត់ពិតជានៅខ្សោយយ៉ាងខ្លាំងនៅពេលនេះនៅថ្ងៃណាមួយគាត់នឹងសងសឹកទៅកាន់គេវិញបត្រាឋានសួគ៌បានគម្រាមមុននឹងគេចាក់ចេញថាបើគាត់បានដឹងថានរណាម្នាក់បានលក់សត្វណាមួយទៅឲ្យអាហ្វ្រិកនោះអ្នកទាំងពីរប្រកាសជាស្លាប់នៅពេលនោះមានបុរសម្នាក់ឈ្មោះ Lua Thinyang ជាចំណិតបត្រាឋានសួគ៌បានមកឌូដងឲ្យ Hansen ផងដែរអាហ្វ្រិកខ្ញុំបានត្រៀមខ្លួនរួចរាល់នៅក្នុងការសម្លាប់អ្នកគ្រប់ពេលវេលានៅពេលធ្វើដំណើរទៅមុខបានបន្តិច Lua Thinyang ក៏បានសួរទៅកាន់បត្រាឋានសួគ៌ហេតុអ្វីបានជាអ្នកមិនសម្លាប់គាត់ចោលតែម្ដងទៅបត្រាឋានសួគ៌បានឆ្លើយថាដោយសារតែ Chin Suan មិនចង់រករឿងគាត់នោះទេហេតុនេះគាត់មិនអាចធ្វើវាបាននៅឡើយពីព្រោះវាអាចបណ្ដាលឲ្យនាងអាក់អន់ចិត្តជាមួយនឹងគាត់ចំណិតម្នាក់ទៀតបាននិយាយឡើងថានាងគ្រាន់តែជាក្មេងស្រីល្ងងម្នាក់តែប៉ុណ្ណោះសម្រាប់នាងដែរទៅបត្រានៃឋានសួគ៌បានបញ្ជាក់ថាឯងមិនបានដឹងអ្វីនោះទេនាងមិនមែនជាមនុស្សធម្មតានៅឡើយនៅក្នុងពិភពទីសក្ការៈនៃព្រះជាម្ចាស់ដំណាក់កាលទី1នេះក៏ដូចជានៅក្នុងសម្ព័ន្ធផងដែរនាងពិតជាមានឥទ្ធិពលខ្លាំងណាស់ហេតុនេះមិនត្រូវប៉ះពាល់នាងនោះទេប្រសិនបើខ្ញុំអាចយកនាងមកធ្វើជារបស់ខ្ញុំនោះវាពិតជាមានប្រយោជន៍យ៉ាងធំធេងមិនខានឡើយសម្រាប់ខ្ញុំបានហើយជប់ពិភាក្សាចំពោះរឿងទាំងអស់នេះទៅ